Nè mô ta sập hẹ câu vẹ tao a rẹ hạ tao sama sam buddhasa Visuddhana visuddhi năng sati sampa pakanjinang Thammanchariya sangkhancha satatang serasa nami ខ្ញុំប្រកាសណាសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះចិនស្រីទ្រង់បរិសុទ្ធដោយវិសេសញ៉ាំងជនមិនបរិសុទ្ធឲ្យបរិសុទ្ធផងខ្ញុំប្រកាសណាសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះនពលោកតរធម៌មួយលើដោយប្របរិយត្តិធម៌ផងខ្ញុំប្រកាសណាក៏សូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះអរិយសង្ឃដោយសិរសាសពកាលនៅក្នុងព្រះពុទ្ធសាសនាតកតងទៅនឹងរឿងចេតិយនេះគឺមានសម្ដែងច្រើនយ៉ាងជាពិសេសគឺនៅក្នុងមហាបរិនិព្វានសូត្រក៏មានសម្ដែងរឿងណាព្រះសទ្ធោក្នុងភាសាបាលីហៅថាធោបៈមានសម្ដែងអំពីធោបារហបុគ្គលណាបុគ្គលដែលគួរដល់ការតម្កល់នៅក្នុងព្រះស្ដូបឬក៏បច្ចេកដីមុននឹងខ្ញុំកណាបកស្រាយពីរឿងចេតិយក៏សូមពន្យល់ឲ្យញាតិញោមទាំងអស់ដែលជាអ្នកគោរពពុទ្ធសាសនាយល់អំពីអត្ថសេចក្តីពិតនៃពាក្យថាចេតិយក៏ប្រហែលជាញោមខ្លះបានយល់ហើយណាប៉ុន្តែញោមមួយចំនួនទៀតក៏មិនទាន់យល់ច្បាស់ដោយសារមួយរយៈកន្លងមកនេះអាត្មាបានសង្កេតឃើញមនុស្សភាគច្រើនសម្គាល់ថាបច្ចេកដីគឺកន្លែងតម្កល់សពនឹងត្មងតម្កល់ធាតុតែមួយយ៉ាងណាប៉ុន្តែធាតុពិតនៃពាក្យថាចេតិយយ៉ាងហៅចេតិយឬហៅចេតិយនឹងហៅតាមសំនៀងខ្មែរយើងសូខ្មែរយើងហើយតំបន់ខ្លះហៅចាយដីទៅទៀតនៅខាងតំបន់យើងហៅគេបងហៅចេតិយដែរមិនចាយដីទេចឹងចេតិយត្រូវហើយបងនឹងត្រូវទៅតាមនៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតលោកបង្គាប់ឲ្យអានចេតិយឬក៏ចេតិយតែសារខ្មែរយើងកាលណាកម្ចីពីបាលីមកស្រៈអេហ្នឹងគឺអានចេញទៅជាអែហើយបងណាអេទៅជាអែណាសម្ដីខ្មែរយើងហ្នឹងអញ្ចឹងបើចេតិយទៅជាចេតិយហើយឬចែបងអែទាំងអស់អញ្ចឹងពាក្យកម្ចីពីបាលីមកដែលស្រៈអេហ្នឹងទៅជាអែហើយស្រៈអ៊ីហ្នឹងទៅជាអ៊ីភាគច្រើនណាដូចអធិបតេទៅជាអធិបតីអញ្ចឹងទៅបតេទៅជាប្តីអីចឹងណាញោមណានឹងពាក្យដែលយើងកម្ចីមកពីភាសាបាលីសំស្ក្រឹតហ្នឹងគឺភាគច្រើនយើងបំរែបំរួលសូរខ្លះអញ្ចឹងតាក់តងទៅនឹងន័យដើមនៃពាក្យចេតិយនេះណាភាសាបាលីហៅថាចេតិយៈចេតិយៈនេះនៅក្នុងគម្ពីរធាតុសង្កហៈឬធាតុសង្គ្រោះគឺលោកបានវែងញែកអំពីរូបស័ព្ទនេះគឺមកពីចេតធាតុចេតនេះគឺចុះក្នុងអត្ថបូជាយ៉ាងពាក្យថាបូជាយ៉ាងគឺចុះក្នុងអត្ថាគោរពបូជាអញ្ចឹងមកពីចេតបូកជាមួយនឹងអ៊ីអាគមហើយនឹងនយបច្ច័យបានរូបទៅជាចេតយៈន័យមួយទៀតចេតិយដដែលគឺមកពីចេគឺចុះក្នុងអត្ថាសន្សំឬក៏ប្រមូលណាមកពីចេដែរហើយនយបច្ច័យដែរប៉ុន្តែន័យផ្សេងគ្នាបន្តិចមួយថាបូជាគោរពបូជាមួយទៀតថាសន្សំបូជាយ៉ាងម៉េចសន្សំយ៉ាងម៉េចនៅក្នុងនៃព្រះបាលីលោកបានធ្វើវចនដ្ឋៈឬក៏វឹកហៈប្រាប់នៅសេចក្តីនៃអត្ថរបស់ចេតយៈស័ព្ទហ្នឹងថាចេតពាំងពោចេតបន្តិចេតយ៉ាងមួយទៀតអដ្ឋកាទីហេចេតបន្តិវាចេតយ៉ាងន័យទី1មានន័យថាទីកន្លែង
đại bộc cul có bay cổ rốc bồ chỉ ở chung một trái đầy rư mùi tiết và thật tí cần lái đại sần xóm đại bộc cul sần xóm rồi có bộc cul pro mô phát đông đòi vọt hộ tàng lái miên ấtជាដើម នៃទី2នឹងរៀងទំនើបតិចបងណាគឺទៅតាមបរិបទបច្ចុប្បន្ននេះគឺថាមានទីដែលគេប្រមូលផ្ដុំគេកដោយវត្ថុទាំងឡាយមានឥដ្ឋជាដើមត្រឹមទៅតាមសម័យកាលជាពិសេសនៅកោះលង្កាគឺកដោយឥដ្ឋជាគំនុកចាំមើលអាត្មាបកស្រាយបន្តទៅទៀតថាហេតុអីបានវាចេញវិវត្តនៃអារូបអត្តទី2នឹងចេញមកណាអញ្ចឹងធាតុពិតនៃពាក្យតាចេតដីនេះគឺសំដៅលើទីដែលបុគ្គលគប្បីគោរពបូជាចឹងទីកន្លែងណាក៏ដោយដែលគេគោរពបូជាទីនោះហើយឈ្មោះថាចេតិយចាប់បានទេទីកន្លែងដែលគប្បីគោរពបូជាណាញោមណាបានឈ្មោះថាចេតិយទាំងអារាមដ្ឋានទាំងពោធិព្រឹក្សកន្លែងដែលតម្កល់នៅព្រះស្រីរិកធាតុប្រាំងប្រាសាទនានាទាំងអស់ដែលគេគោរពបូជាទាំងអស់ហ្នឹងគឺលោកហៅថាចេតិយទាំងអស់ពីព្រោះពាក្យថាចេតិយនេះអាចនៃវាជាវេវចនៈនៃពាក្យថាចេតិយគឺស្មើនឹងពាក្យថាធោបៈដូចគ្នាពាក្យថាធោបៈហ្នឹងក៏ប្រែថាទីគោរពបូជាដែរអញ្ចឹងយើងហៅថាចេតិយក៏បានយើងហៅថាសធូបខ្មែរយើងចឹងហៅថាព្រះសធូបប៉ុន្តែសធូបហ្នឹងពាក្យคล้ายទេបើហៅឲ្យត្រូវមែនតើហៅស្ទូបសង្ស្ក្រឹតថាស្ទូបៈបាលីថាធោបៈប៉ុន្តែខ្មែរយើងហៅថាសធូបវាមិនចំបាលីវាមិនចំសង្ស្ក្រឹតណាញោមណាវាបន្លំពាក់កដាបាលីពាក់កដាសង្ស្ក្រឹតយើងហៅព្រះសធូបអញ្ចឹងទៅប៉ុន្តែព្រះសធូបហ្នឹងខ្មែរយើងមិនសូវនិយមទេហើយអង់គ្លេសគេហៅស្ទូបៈអញ្ចឹងដែរហៅតាមសង្ស្ក្រឹតស្ទូបៈអញ្ចឹងដែរពាក្យថាចេតិយនេះនៃគឺជាវេវចនៈនៃពាក្យធោបៈគឺសំដៅលើទីគោរពបូជាទាំងអស់អញ្ចឹងទីណាដែលគេកសាងឡើងគេគោរពបូជាទីនោះឈ្មោះថាចេតិយហើយរឿងរ៉ាវនៃចេតិយនេះមិនមែនកើតឡើងនៅក្នុងសម័យយើងបច្ចុប្បន្ននេះទេកើតឡើងតាំងពីកាប់មុនប្រពុតកាប់មុនក៏មាននិយាយរៀបរាប់ពីរឿងចេតិយទាំងដែរការគោរពបូជានេះគឺមានតាំងតែពីយូរណាស់មកហើយនៅក្នុងសម័យពុទ្ធកាលមុនសម័យពុទ្ធកាលក៏មាននិយាយរៀបរាប់អំពីការកសាងចេតិយនិយាយអំពីអានិសង្សនៃការគោរពចេតិយនឹងច្រើនយ៉ាងណាស់អញ្ចឹងទីកន្លែងដែលគេកសាងឡើងគេឧបដឹកឡើងសូម្បីតែជាពំនុកខ្សាច់ក៏ដោយដែលគេសន្មតថាជាស្ដូបជាបច្ចេកដីហ្នឹងហើយគេគោរពយើងមិនអាចទៅជិះជាន់ឬក៏ទៅកំទេចបំផ្លាញបានទេបាទមានទោសដូចគ្នាចាំបាច់ពោលទៅអ្វីដល់ចេតិយដែលមានក្បូរក្បាច់បរំលិចរចនារៀបដោយឥដ្ឋថ្មបាយកំបោរយ៉ាងល្អបែបនេះចឹងរឹតតែមានទោសខ្ញុំណាមិនថាទីកន្លែងដែលតម្កល់នៅធាតុធម្មតាទេព្រោះនៅក្នុងមហាបរិនិព្វានសូត្រព្រះអង្គបានសម្ដែងអំពីបុគ្គលដែលគួរដល់ចេតិយហ្នឹងឬក៏ស្ដូបហ្នឹងមានប្រមាណញោមទី1គឺព្រះពុទ្ធហៅធោបារហៈបុគ្គលអញ្ចឹងព្រះពុទ្ធព្រះបច្ចេកពុទ្ធព្រះអរហន្តស្ដេចចក្រពត្តិប៉ុន្តែមេត្តាបិតាបុគ្គលដែលមានគុណធម៌បុគ្គលដែលមានសិលពុព្វបុរសដែលបានផ្ដល់នូវប្រយោជន៍ដល់ជាតិនិងសាសនាបុគ្គលទាំងអស់ហ្នឹងក៏សមគួរដល់បច្ចេកដីដែរពីព្រោះមេត្តាបិតានៅក្នុងន័យពុទ្ធសាសនាលោកហៅថាជាអហោនិយបុគ្គលដែលគួរគោរពបូជា
មួយទៀតលោកចាត់ថាជាព្រះអរហន្តនៃកូនប្រុសស្រីទោះបីជាមេដាបៃតាហ្នឹងមិនទាត់អស់នៅកិលេសប៉ុន្តែជាព្រះអរហន្តដោយសន្មតគឺដោយឧបការៈគុណដោយសារតែមេដាបៃតាហ្នឹងប្រកបដោយព្រហ្មវិហារធម៌បានចាត់ទុកមេដាបៃតាដូចជាព្រះអរហន្តជាតេខេណយបុគ្គលនៃកូនប្រុសស្រីដែលគួរគោរពបូជាអោនលំទោនហើយកូនប្រុសស្រីណាដែលបៀតបៀនដែលប្រហារមេដាបៃតាទោសអនន្តរកម្មទោសអនន្តរកម្មទៅប្រហារប្រពុតអញ្ចឹងដែរអញ្ចឹងកាលណាបើទោសនេះគឺទោសអនន្តរកម្មទោសធ្ងន់អញ្ចឹងហើយគឺមេដាបៃតានេះដោយសារយើងបច្ចុប្បន្ននេះគឺពិសេសនៅសង្គមខ្មែរយើងនិយមធ្វើបច្ចេកដីអញ្ចឹងបច្ចេកដីនេះទោះបីជាគេធ្វើតម្កល់នៅធាតុរបស់ឪពុកម្ដាយគេយ៉ាងណាក៏ដោយយើងជាមនុស្សធម្មតាពេលដែលទៅយើងគោរពយើងទៅថ្វាយបង្គំបូជាក៏បានបុណ្យដែរបងប៉ុន្តែបើយើងទៅបៀតបៀនទៅគូសវាសកវេមកវាមពាក់ស្បែកជើងឡើងអានឹងអត់បានទេបងហ្នឹងទោសណាគាត់តែចាក់ដីប៉ុណ្្នឹងចាំបាច់ពោទៅធ្វើដល់ប្រាំងប្រាសាទញោមញាតិដល់ប្រាំងប្រាសាទណាដែលពពកបរោះខ្មែរយើងបានយល់អំពីតម្លៃនៃការបូជាបច្ចេកដីបានធ្វើនៅប្រាំងប្រាសាទដ៏ស្អាតរំលេចដោយក្បូរក្បាច់រចនាដោយដែលបកករណាម្ចាស់ញាតិញោមទាំងអស់បានឃើញណាដែលពពកបរោះខ្មែរយើងនោះណាបានកសាងឡើងលោកយល់អំពីតម្លៃនៃការកសាងនៅបច្ចេកដីហ្នឹងការគោរពបូជាចំពោះបច្ចេកដីហ្នឹងលោកធ្វើជាប្រាសាទជាទីគោរពសក្ការៈកាលណាបើជាទីកន្លែងគោរពសក្ការៈហើយខ្លាយទៅជាចេតិយអញ្ចឹងពាក្យថាចេតិយគឺកន្លែងនៃគោរពសក្ការៈបូជាក៏ដោយគ្រឿងសក្ការៈផ្សេងហ្នឹងគឺហៅចេតិយហើយមិនមែនសម្គាល់ថាកន្លែងតម្កល់ធាតុតែមួយយ៉ាងទេបងអញ្ចឹងពាក្យរួមនៃចេតិយយកហៅថាចេតយរុក្ខៈដើមឈើដែលគួរគោរពបូជាហ្នឹងហៅចេតិយដូចជាពោធិរុក្ខៈដើមពោធិព្រឹកអីខ្ញុំហ្នឹងក៏ជាចេតិយដែរប៉ុន្តែជាបរិភោគចេតិយពីព្រោះជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រព្យគង់ប្រើប្រាស់អញ្ចឹងគេហៅបរិភោគចេតិយទៅអញ្ចឹងចេតិយមានប្រភេទចេតិយទៀតអញ្ចឹងទីកន្លែងប្រាំងប្រាសាទកន្លែងដែលគេគោរពបូជាណាគឺមិនត្រូវពពាក់ស្បែកជើងពឡើងទៅជន់លើប្រខឿនណាលើបរិវេណចេតិយលើប្រាំងប្រាសាទទេបងអត់គួរទេបងមានទោសហ្នឹងទោសធ្ងន់ណាប្រហែលជាកាលណាម្ចាស់ញាតិញោមបានស្ដាប់រឿងរ៉ាវនៃបបាទពុំពិសាហើយអាហ្នឹងទោសអីមិនបានជាវះជើងហ្នឹងគឺដោយសារមូលហេតុរឿងប្រមាថជន់លើចេតិយហ្នឹងអញ្ចឹងមិនថាទីតម្កល់នៅសពនៅធាតុនៃលោកអ្នកដ៏មានគុណទេបងអញ្ចឹងទីណាក៏ដោយដែលគេធ្វើទៅជាចេតិយហើយគេគោរពគេតម្កល់នៅឪពុកម្ដាយគេគោរពបូជាហើយយើងទៅបៀតបៀនអត់បានទេបងមានទោសដូចគ្នាបងមិនមែនថាហ្នឹងចេតិយគេណាអញទៅជន់មិនអីទេអត់បានទេពីព្រោះជាទីសក្ការៈបូជាมันអាចជន់បានទេបងទៅប្រមាថទៅបំផ្លាញអត់បានទេបងមានទោសទោសធ្ងន់ណាស់បងអញ្ចឹងទៅបៀតបៀនអត់បានទេបងជាចេតិយក៏ដោយជាមុងជាស្អីតាមនេះក៏ដោយបងកន្លែងតម្កល់ហ្នឹងគឺវាជាទីសក្ការៈគោរពបូជាគេកន្លែងគេគោរពពុកម្ដាយណាជាអ្នកមានគុណគេគោរពបូជាអញ្ចឹងគឺចាត់ថាជាចេតិយទាំងអស់កន្លែងកប់សាកសពណាក៏ដោយកន្លែងគេតម្កល់ថាជាទីគោរពបូជាពីព្រោះជាឪពុកជាម្ដាយគេគោរពបូជារៀងរាល់ឆ្នាំរៀងរាល់ពេលវេលាអាហ្នឹងខ្លាយចេតិយដែរណាពាក្យចេតិយហ្នឹងមានន័យថាអញ្ចឹងន័យរួមណាគឺកន្លែងទីដែលគួរគោរពបូជាអញ្ចឹងកន្លែងភ្នោសពក៏ដោយគាត់ទៅពូនដីជាដំបូកជាក៏ដោយក៏ហៅថាចេតិយដែរបងញោមមើលធ្វើពិធីពុនក្នុងសាច់មើលណាពេលពិធីបុណ្យចូលឆ្នាំមិនលោកអាចារ្យគណៈកម្មការធ្វើពិធីពូនភ្នំខ្សាច់ដើម្បីឧទ្ទិសឲ្យខ្លាយទៅជាចូលឡាមនីចេតិយអានោះក៏ជាបុណ្យកុសលដែរយើងគោរពបូជាបានបុណ្យញោមប្រហែលជាបានស្ដាប់រឿងគេហៅរឿងអាកំជិលខ្សាច់តែលឺទេញោមរឿងក្មេងមួយចិត្តលេងតែខ្សាច់ទេក៏ពូនខ្សាច់បន្លេងលេងមានរបៀបគេពូនជាខ្សាច់ហើយគេគោរពបូជា
ទីបំផុតបានធ្វើជាស្ដេចខ្ញុំអានិសង្ឃនៃការគោរពបូជាណាចឹងរឿងបច្ចេកដីនេះរឿងប្រាង្គប្រាសាទនេះមិនថាចេតដីតម្កល់នៅធាតុនៃបុគ្គលណាទេអញ្ចឹងគឺมันអាចទៅជន់ទៅប៉ះពាល់បានទេគឺមានទោសធ្លាក់ទៅអបាយបងណាធ្លាក់ទៅអបាយចាំបាច់ពោទៅស្វ័យដល់ព្រះវិហារពោទីព្រឹកនៅក្នុងទីអារាមទីសក្ការៈបូជាណាញោមតើងុយថាម៉េចថាកំពើកំពាក់ស្បៃជើងចូលវត្តលោកសង្ឃហើយអាត្មាតន់ពីបុរាណកាលសូម្បីតែពាក់ស្បៃជើងក៏ហ៊ានពាក់ស្បៃជើងចូលវត្តដែរណាចូលអារាមខ្ញុំណាអត់ពាក់ទេចាស់បុរាណមុនអាត្មាតន់តាចាស់ពីបុរាណលោកហ៊ានពាក់ទេតែដល់ខ្លោងទ្វារវត្តដោះស្បៃជើងកាន់ណាគេគោរពណាញោមណាប្រពៃណីខ្មែរយើងពីបុរាណល្អណាស់ញោមមិនបានដោះស្បៃជើងពីព្រោះអារាមវត្តអារាមគឺជាកន្លែងសក្ការៈបូជាជាកន្លែងប្រណិប័តគឺចាត់ទុកដូចជាចេតិយទាំងមូលចឹងទីអារាមទាំងអស់នេះมันអាចចូលមកប៉ះពាល់បានទេខ្ញុំត្រូវគោរពចូលមកគឺចូលមកត្រូវគោរពប្រណិប័តពីព្រោះកន្លែងគោរពប្រណិប័តចាំបាច់ទៅដល់ចេតិយឯងញោមឃើញទេចឹងគាត់ទីទឹកដីអារាមទាំងមូលហ្នឹងក៏យើងគោរពយើងប្រណិប័តដែរអាត្មាធ្លាប់នៅកោះស្រីលង្កាគឺគេយកស្ដូបនេះជាធំបើគ្រប់វត្តអារាមទាំងអស់គឺតែងតែមានដើមពោធិព្រឹក្សហើយមានបច្ចេកដីនេះសម្រាប់គោរពបូជាប្រតិបត្តិខ្មែរយើងប្រពៃណីខ្មែរយើងយកព្រះវិហារជាធំនៅក្នុងអារាមមួយគឺត្រូវមានព្រះវិហារដែលជាទីគោរពយើងហៅថាអបោសថាគារកន្លែងប្រសង់ធ្វើកម្មផ្សេងហើយក៏ជាទីកន្លែងតម្កល់នៅព្រះពុទ្ធបដិមាធំទុកដូចជាបច្ចេកដីជាស្ដូបសម្រាប់គោរពបូជាញោមអញ្ចឹងมันអាចពាក់ស្បៃជើងពាក់តំណប់ជើងឡើងបានទេញោមមានទោសណាញោមប្រមាណណាក៏ពាក់ស្បៃជើងមិនថាប្រសងមិនថាការីទេមានទោសដូចតែគ្នាទេក៏អត់អាចពាក់ស្បៃជើងឡើងបានទេបងកន្លែងហ្នឹងក៏កន្លែងប្រាំងភាសាក៏ដោយញោមបច្ចុប្បន្ននេះញោមមើលយើងនៅប្រាំងប្រាសាទនានានៅអង្គរវត្តអីណាប្រាសាទសិតតែចេះអីទាំងអស់ក៏ព្រះរាជាបានធ្វើឧទ្ទិសចំពោះព្រះពុទ្ធសាសនាជាមហាចេតិយមហាស្ដូបដ៏ធំបើយើងភ្លេចញោមយើងភ្លេចទៅសារបាត់បងប្រវត្តិសាស្ត្ររឿងរ៉ាវទៅណាយើងលេខទៅគោរពក៏ពាក់ស្បៃជើងឡើងប្រាសាទពេញទាំងអស់ហើយមានទោសញោមធ្លាក់ទៅអបាយភូមិទាំងអស់ដោយសារការប្រមាថហើយនៅក្នុងនៃពុទ្ធសាសនាបើយើងអត់មានអបច្ចាយណៈហើយក៏ពពួកទេវតាមិនថែរក្សាទេនៅក្នុងពុទ្ធសាសនាព្រះអង្គសម្ដែងថាម៉េចញោមអភិវាទនសីលេសនិច្ចាំងវុទ្ធាបច្ចាយណោចត្តារោធម្មាវត្ថន្តិអាយុវណ្ណោសុខੰបលੰចឹងកន្លែងទីបច្ចេកដីគឺជាទីកន្លែងដែលយើងអាចទទួលបាននៅពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈចុះបើយើងទៅដល់ទីចេតិយយើងអត់បានគោរពប្រតិបត្តិយើងបានពរហ្នឹងញោមបានទេបានអាយុទេគឺអត់បានទេព្រោះយើងខ្វះអបច្ចាយណៈហើយយើងបាត់នៅអាយុបាត់នៅវណ្ណៈអញ្ចឹងបុគ្គលដែលប្រមាថចំពោះចេតិយគឺបាត់វណ្ណៈព្រោះកើតក្នុងជាតិណាគឺរំលែកកើតក្នុងតកូលថោកទាបមិនខ្ពង់ខ្ពស់ទេដែលប្រមាថចំពោះបច្ចេកដីនេះគឺអត់ខ្ពង់ខ្ពស់ទេគឺរំលែកកើតក្នុងតកូលថោកទាបតកូលអន់ថយមិនខ្ពង់ខ្ពស់ហើយមិនមានរដ្ឋអំណាចដៃជះទេបាត់រដ្ឋអំណាចអត់មានរដ្ឋអំណាចទេអ្នកអត់គោរពប្រមាថចំពោះទីសក្ការៈទីបច្ចេកដីខ្ញុំរមែងអត់មានអំណាចក៏អតិពលគឺបាត់នៅរដ្ឋអំណាចហើយកើតក្នុងតកូលថោកទាបហើយមានពណ៌សម្បុរមិនល្អមានពណ៌សម្បុរល្អទេអ្នកដែលប្រមាថហ្នឹងអញ្ចឹងបើបុគ្គលណាគោរពចំពោះទីសក្ការៈទាំងឡាយមានបច្ចេកដីជាដើមរមែងទទួលបាននៅអាយុមានអាយុវែងអាយុវែងទេវតាថែរក្សាទៅណាមកណាគឺមិនស្លាប់ខ្មែរយើងប្រើពាក្យថាស្លាប់ដោយអាកាលមរណៈដោយគ្រោះថ្នាក់ផ្សេងណាដោយគ្រឿងបហាផ្សេងគឺមិនស្លាប់ទេព្រោះរមែងមានពួកទេវតាបើចូលព្រៃគឺរមែងសត្វសាហាវមិនបៀតបៀនទេពេលមុនមានទេវតាថែរក្សាពីព្រោះជាបុគ្គលដែលមានការគោរពព្រោះការគោរពគឺសមត្ថការដឹងគុណហើយបុគ្គលដែលមានធម៌ដឹងគុណធម៌កតញ្ញូនេះគឺទៅណាមកណាសំបីតលិចនៅក្នុងមហាសាគរក៏អត់ស្លាប់ដែរទេវតាថែរក្សាសមុទ្ររក្សាការពីបុគ្គលហ្នឹងណា
បើមិនស្រង់មិនការពារបែកក្បាលជា7ភាគញោមនៅក្នុងគម្ពីរពុទ្ធសាសនាបានចែងយ៉ាងច្បាស់ណាហើយបុគ្គលដែលមានធម៌ហ្នឹងគឺចូលព្រៃក៏សត្វសាហាវមិនខំតែមិនបៀតបៀនទេបងរមែងមានពួកទេវតាថែរក្សាពួកអមនុស្សស្រឡាញ់រាប់អានហើយបើយើងអត់ថែរក្សាយើងអត់ប្រណិប័តអត់គោរពយើងបានហ្នឹងឯងញោមគឺយើងបាត់ហើយតែយើងខ្វះនៅអបិច្ចាយណៈព្រោះចូលមកទីអារាមយើងអត់គោរពអាត្មាសង្កេតឃើញមួយរយៈចុងក្រោយនេះឃើញយើងហាក់ដូចជាភ្លេចញោមភ្លេចនៅប្រពៃណីនៅទំនៀមទម្លាប់នៅវប្បធម៌ដ៏ល្អឯករបស់ខ្មែរយើងណាយើងបាត់បង់ការគោរពញោមអត់សូវគោរពព្រោះអាត្មាសង្កេតឃើញយុវជនក្រោយហាក់ដូចជាភ្លេចព្រោះមិនបន្ទោសគាត់ទេប្រហែលជាមិនសូវបានបង្ហាញបញ្យលឲ្យគាត់យល់ប៉ុន្តែពិតមែនតើមានទោសហ្នឹងញោមព្រោះទីសក្ការបូជានេះគឺប្រពៃណីខ្មែរយើងនេះព្រោះជាតិខ្មែរយើងនេះគឺមនុស្សគោរពណាមនុស្សគោរពប្រណិប័តគោរពដោយស្មោះញោមណាអញ្ចឹងបានយើងហ៊ានកសាងប្រាសាទធំញោមមើលប្រាសាទអង្គរវត្តប្រាសាទបាយ័នជាដើមដែលយើងឃើញនៅតឥឡូវនេះគឺដូនតាខ្មែរយើងលោកគោរពណាបើលោកមិនគោរពទេលោកមិនអាចធ្វើប្រាសាទធំបានអញ្ចឹងញោមហើយលោកគោរពប្រណិប័តបូជាមួយថ្ងៃ3ដងនៅក្នុងសាលាចារឹកបូជាមួយថ្ងៃ3ដងមិនបានបូជាលោកគោរពចំពោះបច្ចេកដីហ្នឹងលោកបូជាណាហើយយើងបច្ចុប្បន្នយើងភ្លេចយើងបាត់បង់អប្រវត្តិយើងដាច់ដំណរញោមដោយសារយើងចាប់ពីបែកសម័យមហានគរមកយើងបាត់នៅអាលំអានហ្នឹងញោមណាបាត់លំអានញោមបាត់នៅអាដំណរនៃប្រវត្តិសាស្ត្រទៅយើងបាត់ក្បួនបាត់អ្នកទូមានព្រាមម្ដៅគ្នាទៅវាបាត់អស់វាដាច់ទៅបងហើយទទួលនៅមនោគមពីជាតិដតីមកយើងបង្វេងប្រវត្តិសាស្ត្រខ្លួនឯងបាត់អាដំណរដ៏អស់ល្អឯងហ្នឹងព្រោះការគោរពបូជាយើងចាប់ដល់បាត់ហ្មងបាត់ទៅញោមព្រោះហើយមួយរយៈចុងក្រោយអាត្មាឃើញបាត់ណាយើងចូលវត្តមកមិនត្រឹមតែគោរពទេលេងមកផឹកស៊ីក្នុងវត្តក៏មានដែរអានេះគ្រោះថ្នាក់មែនតើណាញោមណាកាត់តែគ្រោះថ្នាក់មែនតើអាត្មាឃើញតាមអារាមណាញោមណារហូតដល់លក់គ្រឿងស្រវឹងគ្រឿងសម្លាប់មកលក់ក្នុងអារាមទៀតណាយកមើលឥឡូវគិតយ៉ាងម៉េចឥឡូវនេះឃើញអារាមឃើញវត្តឲ្យខ្មែរប្រើពាក្យថាវត្តស្អីទេវត្តឃើញកន្លែងគោរពប្រតិបត្តិបូជានីយដ្ឋានហ្នឹងកន្លែងគោរពបូជាញោមណាអញ្ចឹងបើយើងលេងមកអញ្ចឹងហើយមិនទេញោមវាមិនបាត់អស់ហើយអបច្ចាយណៈយើងបានអីឥឡូវថាមកបំពេញបុណ្យមកបំពេញបាបទៅវិញណាអញ្ចឹងគឺក៏មានទោសក៏ហើយយើងសន្សំនៅបាបក៏មកដល់ចូលវត្តមកគេមករកបុណ្យឯងមកបានតែបាបក៏ដោយការប្រមាថខ្វះនៃការគោរពណាញោមណាយើងបាត់បង់នៅវប្បធម៌យើងអស់ឥឡូវស្ទើរតែគ្រប់ទីកន្លែងយើងធ្លាក់នៅការគោរពណាហើយខ្មែរយើងនេះគោរពគោរពប្រណិប័តចំពោះពុកម្ដាយគោរពព្រាហ្មណ៍ច្បងណាស្គាល់ខ្ពស់ស្គាល់ទាបខ្ញុំគោរពណាគឺយើងបកកាយគោរពបូជាណាពីបុរាណកាលមកសង្កេតមើលតាមសិលាចារឹកតាមប្រាង្គប្រាសាទខ្មែរយើងគោរពណាឥឡូវប្រាង្គប្រាសាទក៏បាក់បែកទៅជន់ឲ្យពេញទាំងអស់ជួនកាលប្រកេះព្រះក៏ដួលលើព្រះធរណីយើងដើរជន់ឲ្យពេញទាំងអស់ជន់លើថ្មស្អិតតែប្រកេះពុទ្ធទាំងអស់ហើយយើងមិនគោរពណាយើងបាត់បង់អាការគោរពហ្នឹងអញ្ចឹងអាខ្វះការគោរពហ្នឹងគឺយើងរមែងអត់បាននៅពរ4ប្រការទេបងអាយុវណ្ណៈសុខៈពលៈហ្នឹងអត់បានទេអត់ទទួលបានទេបងអញ្ចឹងរឿងបច្ចេកដីនេះគឺជារឿងមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនាហើយក៏ជានិមិត្តសញ្ញាសម្គាល់នៅក្នុងព្រះពុទ្ធសាសនាដែររឿងចេតិយណានៅក្នុងពុទ្ធសាសនាគឺចេតិយហ្នឹងក៏ជានិមិត្តសញ្ញាសម្គាល់ពីពុទ្ធសាសនាដែរចេតិយនេះគឺលោកបានបែងចែកមានទាំងធាតុទៅចេតិយគឺកន្លែងតម្កល់នៅព្រះសរីរកធាតុតម្កល់នៅអដ្ឋិធាតុក៏នៃអ្នកដ៏មានគុណពុព្វបុរសជាដើមបរិភោគចេតិយកន្លែងវត្ថុដែលព្រះសម្មាសម្ពុទ្ធធ្លាប់គង់ប្រើប្រាស់ក៏មានពោធិព្រឹក្សជាដើមក៏យើងអត់ទៅបៀតបៀនបានដែរពោធិព្រឹក្សយើងត្រូវគោរពពីព្រោះជាបរិភោគចេតិយយើងសម្គាល់ថាជាទីដែលព្រះសម្មាសម្ពុទ្ធធ្លាប់គង់ប្រើប្រាស់វាខ្លាចទៅជាចេតិយដែរតែយើងគួរគោរពមួយទៀតតកតទៅនឹងឧទេសកចេតិយគឺព្រះពុទ្ធបដិមាពុទ្ធរូបទាំងអស់នេះក៏សិតជាចេតិយដែរញោមគឺជាវត្ថុដែលក៏បីគោរពបូជាដែរក៏ហៅថាចេតិយដែរគេហៅថាឧទេសកចេតិយព្រះពុទ្ធបដិមាព្រះពុទ្ធរូបអីទាំងអស់គឺយើងត្រូវតែគោរពបូជាมันអាចប្រមាថទៅជន់ទៅបំផ្លាញបានទេ
ធម្មចេតដីប្រធរទាំង84000ពធម្មខណ្ឌនេះក៏ជាចេតដីដែរណាមិនបានលោកហៅចេតដីថាវត្ថុដែលត្រូវគោរពបូជាដែលក៏បីគោរពបូជាណាដែលបុគ្គលក៏បីគោរពបូជានឹងហៅតែចេតដី